ឥឡូវរសជាតិស្លយើងបានរួចរាល់ហើយយើងតិចទៀតភ្លក់រសជាតិទាំងអស់គ្នាតើមានរសជាតិយ៉ាងណាយើងនឹងងាយស្រួលក្នុងការឲ្យបន្ទុកទៅចុងភៅយើងសប្តាហ៍អរគុណបាទចឹងនេះជាថ្ងៃចុងសប្តាហ៍បាទចឹងយើងកាន់ការធ្វើម្ហូបយូរទៅពេលវេលាធ្វើការចាប់ពីថ្ងៃច័ន្ទដល់ថ្ងៃសុក្រថ្ងៃសៅរ៍បាទចឹងរបងធ្វើការចឹងមានពេលសម្រាប់ការធ្វើម្ហូបពិបាកដែលចំណាយពេលយូរបាទចឹងបាទចឹងថ្ងៃនេះយើងមានមុខម្ហូបมันថ្មីទេជាមុខម្ហូបបែបបុរាណគឺស្លប្រហើរបាទចឹងយើងមានត្រីស្រស់បាទនេះគឺផ្សំបន្លែត្រីច្រើនមុខហើយយើងក៏មានប្រភេទត្រីអាំងចឹងដើម្បីបង្កើនរសជាតិបាទចឹងយើងរងចាំមើលតិចទៀតតើឆ្អិនមានរសជាតិបែបម៉េចដែររងចាំទាំងអស់គ្នាឥឡូវរសជាតិស្លយើងបានរួចរាល់ហើយយើងតិចទៀតភ្លក់រសជាតិទាំងអស់គ្នាតើមានរសជាតិយ៉ាងណាយើងនឹងងាយស្រួលក្នុងការឲ្យបន្ទុកទៅចុងភៅយើងសប្តាហ៍នេះអរគុណបាទចឹងនេះជាថ្ងៃចុងសប្តាហ៍បាទចឹងយើងមានឱកាសកាន់ការធ្វើម្ហូបយូរទៅពេលវេលាធ្វើការចាប់ពីថ្ងៃច័ន្ទដល់ថ្ងៃសុក្រថ្ងៃសៅរ៍បាទចឹងរបងធ្វើការចឹងមានពេលសម្រាប់ការធ្វើម្ហូបពិបាកដែលចំណាយពេលយូរបាទចឹងបាទចឹងថ្ងៃនេះយើងមានមុខម្ហូបมันថ្មីទេជាមុខម្ហូបបែបបុរាណគឺស្លប្រហើរបាទចឹងយើងមានត្រីស្រស់បាទនេះគឺផ្សំបន្លែត្រីច្រើនមុខហើយយើងក៏មានប្រភេទត្រីអាំងចឹងដើម្បីបង្កើនរសជាតិបាទចឹងយើងរងចាំមើលតិចទៀតតើឆ្អិនមានរសជាតិបែបម៉េចដែររងចាំទាំងអស់គ្នា